ធ្វើមិនទៅដឹងថាគេចាប់ផ្ដើមធុញមនុស្សនៅពេលដែលធុញឬក៏អស់អារម្មណ៍គេនឹងមិននិយាយចេញមកភ្លាមៗទេប៉ុន្តែអ្នកនឹងបានឃើញតាមរយៈទង្វើរបស់គេមួយពីមុនអ្វីៗក៏គួរឲ្យស្រឡាញ់ឥឡូវអ្វីៗខ្លាចទៅជាការរំខានពីមុនពេលអ្នកនិយាយច្រើនគេថាគួរឲ្យស្រឡាញ់ឆាតច្រើនគេថានឹកពេលអ្នកខឹងគេលួងប៉ុន្តែនៅពេលដែលគេចាប់ផ្ដើមធុញអ្វីៗដែលធ្លាប់តែគួរឲ្យស្រឡាញ់នឹងខ្លាចទៅជាការរំខានសម្រាប់គេទៅវិញពីរគេលែងចង់រកដំណោះស្រាយតែបែរជាខឹងពេលមានបញ្ហាអ្នកចង់និយាយគ្នាដើម្បីឲ្យយល់ប៉ុន្តែគេបែរជាធុញលែងចង់បញ្យល់លែងចង់និយាយឬក៏ពេលខ្លះបានត្រឹមតែនិយាយថាចង់គិតមិនគិតទៅមនុស្សបើនៅខ្វល់គឺគេចង់ដោះស្រាយតែមនុស្សដែលចាប់ផ្ដើមធុញគឺនឹងចាប់ផ្ដើមបង្ងើយកន្តើយអាងអីខឹងដើរចេញហើយគិតថាយើងចេះតែរករឿង3អ្នកខ្លាចជាមេបញ្ហាគេលែងមានអារម្មណ៍សប្បាយពេលនៅក្បែរអ្នកពីមុនណាគេតែងចង់ជួបចង់ឆាតចង់និយាយប៉ុន្តែដល់ពេលយូរទៅគេបែរជារកលេះរវល់ព្រោះចង់កិច្ចលែងចង់ជួបលែងចង់នៅចិត្តហើយពេលខ្លះធ្វើឲ្យអ្នកមានអារម្មណ៍ថាវត្តមានរបស់អ្នកអត់អាចធ្វើឲ្យគេសប្បាយបានដូចមុនទៀតទេតែអ្នកខ្លាចទៅជាមេបញ្ហាសម្រាប់គេទៅវិញតែជប់សិន3យ៉ាងនេះមិនប្រកាសថាគេជប់ស្រឡាញ់អ្នកទេព្រោះថាពេលខ្លះគេអាចកំពុងតែហត់កំពុងមានបញ្ហាឬក៏កំពុងតែមានរឿងនៅក្នុងចិត្តដូច្នេះហើយគួរតែបើកចិត្តសាកនិយាយគ្នាសិនព្រោះថាទំនាក់ទំនងដែលនៅបានយូរមិនមែនសុទ្ធតែអត់មានបញ្ហាទេប៉ុន្តែគឺជាទំនាក់ទំនងដែលមនុស្សទាំងពីរចាប់ដៃគ្នាដើម្បីដោះស្រាយជាមួយគ្នាគំនិតពីខ្ញុំរីឈីស្ដាប់ដើម្បីយល់